សួស្តីហ្វេននឹងមិត្តរបស់លោកចវាយផាន់ដាទាំងអស់គ្នាវីដេអូនេះយូរនេះតាំងពីខែ2វីដេអូហ្នឹងខ្ញុំគិតថាទាំងអស់គ្នាប្រហែលជាបានស្គាល់ហើយតែបងស្រីគាត់នៅសៀមរាបដែលគាត់មានឆ្មាច្រើនជិត20ក្បាលជាងអញ្ចឹងណាដោយសារតែមាន content creator មួយចំនួនគាត់ក៏បានទៅថតវីដេអូថតអីផុសដែរអញ្ចឹងណាហើយខ្ញុំធ្លាប់ស្គាល់កន្លែងគាត់មុនពេលខ្ញុំថតវីដេអូហ្នឹងពួកខ្ញុំធ្លាប់ទៅសៀមរាបហើយដើរមកកាត់ផ្ទះគាត់ឃើញសត្វឆ្មាផ្ទះគាត់អញ្ចឹងណាទាំងអស់គ្នាហើយបន្ទាប់មកក៏ខ្ញុំឃើញវីដេអូ content creator មួយចំនួនដែលគាត់ថតហើយគាត់និយាយតាក់ទងជាមួយនឹងឆ្មាជាមួយអីនឹងជាដើមណាហើយពេលដែលខ្ញុំទៅក្រោយទៀតខ្ញុំមានបំណងថាខ្ញុំទៅលេងជាមួយនឹងម៉ែវនឹងទៀតអញ្ចឹងប៉ុន្តែវាចិត្តខ្វៀងរហូតដល់ខ្ញុំខែ2ហ្នឹងខ្ញុំទៅសៀមរាបមួយសារទៀតខ្ញុំក៏បានកម្មវិធីក៏គេ dinner នៅចិត្តផ្ទះបងស្រីហ្នឹងអញ្ចឹងណាហើយពេលចេញពី dinner មកដើរមកកលេចមកឃើញក៏ហួសមកលេងម៉ែវដូចទាំងអស់គ្នាឃើញក្នុងវីដេអូអញ្ចឹងណាហើយនឹងឲ្យទាំងអស់គ្នាអើយវីដេអូហ្នឹងយូរដែរហើយតែឃើញកាត់ហើយដូចទាំងអស់គ្នាឃើញអញ្ចឹងនេះកូនចៅរបស់បងស្រីនិយាយវាជុកដល់កហើយពណ៌គេស្រៀងគ្នាបងស្រីគាត់ប្រាប់ថាកូនចៅរបស់ពួកគេអញ្ចឹងណាពីពួកអីគាត់ឲ្យនៅមានកូនមានចៅតគ្នាអញ្ចឹងណាអញ្ចឹងបានពណ៌សម្បុរអីនៅកាត់មួយគ្នាស្រៀងគ្នាទៅវិញទៅមកហើយមួយវិញទៀតហ្នឹងបងស្រីក៏គាត់ប្រាប់ដែរថាដោយសារតែមានបរទេសខ្លះឬក៏មានបងប្អូនខ្លះដែរឃើញថាបងស្រីគាត់ស្រឡាញ់ឆ្មាអញ្ចឹងណាហើយមានអ្នកខ្លះក៏ឲ្យគាត់បន្តអញ្ចឹងបន្តអីអញ្ចឹងណាទាំងអស់គ្នាហើយខ្ញុំទៅសើបងស្រីបងស្រីគាត់ប្រកែមែនទែនកូនចៅនៅក្នុងផ្ទះឡើងរាប់ក្បាលហើយគាត់នៅអាចទប់ទល់ក្នុងការទទួលយកបន្ថែមទៀតបានទាំងអស់គ្នានិយាយចំឲ្យតែយើងជាអ្នកស្រឡាញ់សត្វពិតប្រាកដហើយបើសិនជាគេឃើញណាគេនឹងបើសិនជាគេនេះគេនឹងឲ្យមកយើងខ្ញុំដូចគ្នាខ្ញុំមានហ្វេនរបស់ផាន់ដាគាត់ឆាតមកអីចឹងគាត់ចង់ឲ្យចង់អីចឹងហើយមានមិត្តភក្តិអីចង់ឲ្យបន្ថែមចឹងក៏ប៉ុន្តែទាំងអស់គ្នាខ្ញុំនិយាយមែនខ្ញុំស្រឡាញ់មែនក៏ប៉ុន្តែខ្ញុំអត់អាចទទួលយកទៀតបានចឹងព្រោះអីទាំងអស់គ្នាយើងស្រឡាញ់មែនប៉ុន្តែវាជាបន្ទុកមួយធ្ងន់ធ្ងរណាហើយខ្ញុំមានអារម្មណ៍ថាអូយខ្ញុំពិបាករ៉ាយរ៉ាប់អារម្មណ៍ហ្នឹងមែនតើហើយមួយទៀតសត្វឆ្មាអត់នេះណាបើសិនជាដូចចវាយខ្ញុំលោកផាន់ដាឲ្យ3ក្បាលហ្នឹងបើសិនយើងយកកូនឆ្មាមក baby អាផាន់ដាចេះមើលថែអាម៉ៅអីហើយលាក់ទីអីចេះមើលថែបើហ៊ានសាកតែយកធំមកអើយខ្ញុំវាយគ្នាផ្អើលទេខ្ញុំធ្លាប់មានបទពិសោធន៍ដល់អ្នកគ្នាអញ្ចឹងភាគច្រើនបើសិនជាធំហើយខ្ញុំអត់យកទេពីព្រោះខ្ញុំហត់នឹងការមើលថែតំហើយជាពិសេសគឺខ្ញុំខ្លាចខំគ្នាហើយមួយវិញទៀតទាំងអស់គ្នាអ្នកដែលស្រឡាញ់សត្វច្បាស់ជាយល់ហើយពេលខ្លះយើងមានសត្វបន្ថែមជាបន្ទុកមិនជារឿងងាយស្រួលណាហើយអារម្មណ៍ហ្នឹងគឺពិបាកណាស់ទាំងអស់គ្នាហើយអើយរ៉ាប់អារម្មណ៍ហ្នឹងបានហើយឥឡូវនាំទាំងគ្នាមកមើលវីដេអូវិញខ្ញុំចំណាយអស់2000រៀលទិញអាគ្រីមនេះហើយសត្វឆ្មាគឺចិត្តអាគ្រីមហ្នឹងនិយាយចំយើងទិញអាហ្នឹងហើយគាត់ទៅបង្ហាញមករួមយើងដូចក្នុងវីដេអូហ្នឹងអញ្ចឹងហើយខ្លះចឹងទៅគេក៏មកណែបនិតយើងលេងមួយយើងគេចង់ញ៉ាំអាគ្រីមហ្នឹងអញ្ចឹងណាហើយបើសិនជាខ្លះទៅគេធុញទ្រាន់នឹងអាគ្រីមហ្នឹងគេលែងរវល់ហើយឃើញបងស្រីគាត់ដាក់លក់នៅមុខហ្នឹងអើយអ្នកគ្នា2000ទេទិញទៅព្រោះអីទិញឲ្យគ្នាញ៉ាំទៅហើយគ្នាមកលេងមួយយើងអញ្ចឹងសត្វវាមិនមែនដូចមនុស្សទេពេលខ្លះវាចូលចិត្តយើងពេលខ្លះវាមិនចូលចិត្តយើងប៉ុន្តែឲ្យយើងមានអាគ្រីមហ្នឹងដល់វាចូលចិត្តយើងហើយសត្វកូនចៅខ្ញុំក៏អញ្ចឹងដែរឲ្យតែឃើញអាគ្រីមហ្នឹងគឺមករត់មករកខ្ញុំហ្មងឲ្យអង្គុយឲ្យឈរហើយអ្នកបងស្រីគាត់ប្រាប់ថាមួយនេះចាស់ជាងគេហើយត្រូវជាជីដូនអីចឹងប៉ុន្តែលឺបងស្រីថាគ្រាវហើយព្រោះអីចាស់ហើយអញ្ចឹងហើយគាត់អត់ចង់ឲ្យបន្តមានកូនទៀតអញ្ចឹងណាហើយអាណិតគ្នាដោយទាំងអស់គ្នាដឹងថាសត្វឆ្មាវាឆាប់កូនអីជាដើមអញ្ចឹងណាហើយតែកូនច្រើនទៀតវាឆាប់បាក់កម្លាំងបាក់អីចឹងហើយណាមួយគ្នាចាស់គ្នាអីចឹងណាហើយនេះមួយនេះនិយាយទៅដូចមិនសូវរវីរវល់ទេតោះតែខ្ញុំយកទៅបចុកដល់មាត់ចឹងទៅបានគេរត់មករមកហើយនេះទាំងអស់គ្នាផ្ទះបងស្រីនិយាយទៅសួនឆ្មានៅមុខផ្ទះដូចទាំងអស់គ្នាឃើញអញ្ចឹងឃើញទេមានខ្លះចងទៅខ្លះអត់ចងព្រោះបងស្រីគាត់ប្រាប់ថាខ្លាចវាដើរហើយអ្នកទាំងអស់គ្នាមួយនេះចេះណាធំមែនតើបងស្រីគាត់ទៅលើកដៃគេលោតតោងលើបងស្រីហើយបងស្រីគាត់ប្រាប់ថាត្រឡប់អញ្ចឹងតាំងពីទូចហើយបន្ទាប់ពីលេងឆ្មាលេងអីមកសធុបមកបចុកចំណីឆ្មាហើយអីហើយថតវីដេអូហើយក៏ដើរមកលេង pub street បន្តិចមុននឹងទៅកតែវិញអញ្ចឹងណាទាំងអស់គ្នាហើយមើលវីដេអូនេះហើយនឹកសៀមរាបទាំងអស់គ្នាអើយខាងទៅយូរនេះអត់មានកម្រងណានាំអ្នកសារព័ត៌មានទៅលេងសៀមរាបលេងអីបន្តទៀតសោះមួយរយៈចុងក្រោយនេះអត់សូវបានដើរលេងដូចចង់កើត stress និយាយចំទៅសរុបសេចក្តីមកគឺខ្ញុំចូលចិត្តដើរលេងទាំងអស់គ្នាអើយដើរលេងជាមួយការងារខ្ញុំ